ខ្ញុំឈ្មោះគឹមតែកើតថ្ងៃ6មករា1975ហ្នឹងម្ដាយឬអ្នកណាថាជំនាន់ហ្នឹងខ្ញុំមានកូនមួយកើតថ្ងៃ6មករាមែននៅពេទ្យបញ្ញាងាមអាចមករកឃើញរួចមកសូមកុំភ្លេចរងចាំទស្សនាកម្មវិធីពិសេសនេះនៅថ្ងៃច័ន្ទទី23ខែកក្កដាឆ្នាំ2012នាវេលាម៉ោង 5:30 នាទីល្ងាចនៅលើកញ្ចក់ទូរទស្សន៍បាយ័នកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនបាទសូមគោរពសម្ដេចលោកជំទាវអាដាមអ្នកកញ្ញាលោកជំទាវអស់លោករសេងអ្នកកញ្ញាជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនផ្ដល់ជូននៅសេវាកម្មឥតគិតថ្លៃនៅក្នុងការស្វែងរកបងប្អូនប្រជាជនកម្ពុជាដែលបានបាត់ខ្លួននៅក្នុងសម័យសង្គ្រាមឬក៏បានបាត់ខ្លួនដោយមូលហេតុផ្សេងៗជាច្រើននៅក្រោយសម័យសង្គ្រាមបងប្អូនប្រិមិត្តទូរទស្សនិកជនអាចតាក់ទងមកកាន់កម្មវិធីតាមរយៈលេខទូរស័ព្ទ0975 097 097កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនគឺមានការចាក់ផ្សាយនៅអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ននៅរៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង 18 និងចាក់ផ្សាយឡើងវិញនៅរៀងរាល់ថ្ងៃពុធវេលាម៉ោង 13:30 នាទីបាទពិសេសសូមទស្សនិកជនរងចាំស្ដាប់ការប្រកាសស្វែងរកសាច់ញាតិរបស់កម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនតាមរយៈវិទ្យុបាយ័នជារៀងរាល់ថ្ងៃកម្មវិធីមនុស្សធម៌នេះមិនមែនជាសុបិនត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរបស់អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ននិងក្រុមហ៊ុនទូរស័ព្ទ Midphone សម្រាប់កម្មវិធីនៅក្នុងពេលនេះភ្ញៀវកិត្តិយសដែលបានចូលរួមគឺលោកអញ្ជើញជាលើកដំបូងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលលោកបានចាក់ឆ្ងាយពីទឹកដីកំណើតរយៈពេលជាង30ឆ្នាំមកហើយលោកបានចាក់ចេញពីទឹកដីកំណើតនៅពេលដែលលោកមានអាយុ3ខែក្រោមការសង្គ្រោះពីអង្គការកាណាដាប្រចាំនៅក្នុងប្រទេសកម្ពុជាសម្រាប់កម្មវិធីនៅក្នុងថ្ងៃនេះយើងបានអញ្ជើញភ្ញៀវកិត្តិយសមួយរូបដែលលោកទើបតែវិលមកស្រុកកំណើតជាលើកដំបូងដែលលោកបានចាក់ចេញពីទឹកដីកំណើតរយៈពេលជាង30ឆ្នាំមកហើយលោកបានចាក់ចេញពីទឹកដីកំណើតនៅពេលដែលលោកទើបតែមានអាយុ3ខែប៉ុណ្ណោះនៅក្នុងខែមេសាឆ្នាំ1975ទៅកាន់ប្រទេសកាណាដាក្នុងនាមជាកុមារកំព្រាក្រោមការជួយសង្គ្រោះពីអង្គការកាណាដាប្រចាំនៅប្រទេសខ្មែរតើដំណើររឿងនៃជីវិតលោកយ៉ាងណាខ្លះនិងអារម្មណ៍នៅពេលដែលលោកបានមកកាន់ទឹកដីកំណើតម្ដងទៀតយ៉ាងណានោះនាពេលនេះពីកម្មវិធីសូមនាំអារម្មណ៍ទស្សនិកជនមកជួបនឹងលោកផ្ទាល់តែម្ដងបាទសូមគោរពអញ្ជើញជំរាបសួរជំរាបសួរយើងខ្ញុំសូមធ្វើការខន្តីអភ័យទោសដោយសារតែលោកមិនបានចេះនៅភាសាខ្មែរប៉ុន្តែគឺលោកសាវរីដែលអញ្ជើញមកពីប្រទេសកាណាដាជាមួយនឹងគាត់ហ្នឹងគឺលោកអាចបកប្រែជាភាសាខ្មែរជូនដល់គាត់បានបាទសូមគោរពនឹងជំរាបសួរម្ដងទៀតបាទជំរាបសួរបាទជំរាបសួរលោកមានឈ្មោះអីដែរគេលេតណូខ្ញុំឈ្មោះគឹមនិងខ្ញុំឈ្មោះម៉ាណាប៉ាសានតើឈ្មោះនេះជាឈ្មោះកំណើតរបស់លោកមែនទេ Manapatsan c'est ton nom de naissance បាទតើការរស់នៅប្រទេសកាណាដាមានស្ថានភាពយ៉ាងណាដែរ
Quelle est ta vie au Canada, les conditions de vie pour toi? Je suis très, très privilégié d'avoir été adopté à l'âge de 3 mois, et puis par ma mère Ghislaine, qui est ici, et puis par mon père André. Et puis, voilà, très, 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 très chanceux d'avoir été adopté à l'âge de 3 mois. Voilà, donc លោកកឹមនេះគាត់ថាគាត់គឺថាមានកិត្តិយសហើយសំណាងធំណាស់ដែលពេលកើតក្នុងសង្គ្រាមអាយុ3ខែគាត់កើតនៅពេទ្យផាងាងាមរួចតែដល់ក្មេងកំព្រាបានសំណាងមានម្ដាយ Ghislaine អាវសខាងនោះបានយកទៅចិញ្ចឹមនៅស្រុកកាណាដាបាទតើលោកដែលគិតទេថាថ្ងៃណាមួយលោកនឹងអាចវិលត្រឡប់មកស្រុកកំណើតនេះវិញដែរ T'as déjà pensé avoir l'espoir de revenir au pays un de ces quatre?ខ្ញុំកំពុងរៀនខ្មែរ Oui, en fait, maintenant, c'est la première fois qu'on revient au Cambodge, et puis après 37 ans, et puis quand je suis né, j'ai été amené dans un orphelinat. Et puis, où est-ce que c'était 2 sœurs, Anna et Héloïse Charret, qui sont ici. Okay? Héloïse en premier en mauve, Héloïse en mauve, Anna en blanc, qui s'occupait de l'orphelinat, le Canada House. Qui était sur Monivong, et puis 67, je crois. 467, enfin. Et puis, elles se sont occupées de, on peut voir la photo ici, de 55 bébés orphelins. Et donc, elles nous ont sauvé la vie, définitivement. គាត់គឺថាសំណាងគាត់ធំណាស់គាត់មានគុណទៅដល់លើអេលូវីសហើយអាណានៅនោះដែលជាមក37ឆ្នាំមុនតែឃើញរូបនៅនេះក្មេង2នាក់បងប្អូនអាយុ20ឆ្នាំឬនឹង23ឆ្នាំក្រមសង្គ្រាមគ្រាប់បែកងឿកមិនបោះបង់កុមារសងគ្រោះចោលទេវ័យគឹមពេលគាត់កើតមកស្រុកយើងមានសង្គ្រាមខ្លាំងណាស់ធ្លាក់គ្រាប់បែករកិតអីម្នាក់រត់អស់ក៏ប៉ុន្តែទូតពួកអាគាំងមិនរត់អស់ក៏ប៉ុន្តែអាណាហើយអេលូវីសក៏ថាងឿកនិយាយថាខ្ញុំមិនបោះបង់កុមារសងគ្រោះចោលទេគាត់ចិញ្ចឹមកុមារសងគ្រោះនឹងមាន55នាក់ពេលគាត់មកដល់ពីខែវិច្ឆិកាធ្នូ1974គាត់ជាក្មេងជំទង់ទេមកជួយធ្វើការនៅនឹងហើយទៅពេលហ្នឹងកលៈទេសៈគឺថាពិបាករស់នៅក៏មិនទាន់ទៅនៅដំណាក់កុម្រសីនឹងដែរមិនទាន់នៅដំណាក់អង្គមសីគាត់នៅអូតែលសិនដល់ក្រោយមកប្រមូលកុមារសងគ្រោះនឹងបាន55នាក់តែគេជួយថែរក្សាដោយសារគឺថាកញ្ញាទាំង2នាក់នឹងចិត្តខំត្រមមិនរត់ចោលស្រុកមិនរត់ចោលក្មេងបានគឹមនឹងមានសំណាងរួចខ្លួនមកឥឡូវហ្នឹងទាំង55នាក់បានចេញទៅក្រៅតើលោកបានដឹងអ្វីខ្លះពីប្រវត្តិរបស់លោកដែរ Connais-tu un peu ton histoire de vie depuis le début? Un petit peu, dans le sens où nous étions dans l'orphelinat, le Canada House, et puis Anna puis Héloïse avaient reçu l'ordre à plusieurs reprises de retourner au Canada. Et puis elles se sont levées et puis elles ont tout le temps dit non, on ne reviendra jamais sans nos enfants. Et puis ça, c'était juste avant, on parle de janvier 1975 à fin mars 1975, juste avant que les Khmers rouges prennent la capitale en otage. ដឹងដំណឹងនេះគឺថាម្ដាយធွာទាំងពីរនាក់នឹងនិយាយប្រាប់ហើយពេលគាត់កើតមកគេបោះបង់ចោលឬអីនៅក្នុងពេទ្យគេយកមកចិញ្ចឹមនៅ
នៅកុមារសងគ្រោះនឹងហើយជាមួយកូនអ្នកទាំងអស់នឹងដែរហើយគាត់ដឹងថាពេលនឹងច្បាំងនៅកំពីងអស់អីញ៉ាំហើយធ្លាក់គ្រាប់បែកគ្រប់ក៏ប៉ុន្តែអាណាហើយអេលីសងើកថាទេខ្ញុំមិនបោះបង់កូនចោលទេងើកនៅនឹងស្ថានទូត UK អាមេរិកនៅអីគេចេញអស់ហើយគេសរសេរសម្បត្តិឲ្យបញ្ជាឲ្យចេញក៏នៅមិនព្រមចេញងើកដល់ពេលងើកចេញនឹងហើយទ្រាំមិនចេញបានកាណាដាសុកចិត្តបញ្ជូនកប៉ាល់ហោះមកយកកូននឹងហើយដល់អញ្ចឹងហើយបានគាត់នឹងគុណ2នាក់នេះហើយដែលងើកជួយជីវិតគាត់អត់បានបាទតើលោកមានក្តីសង្ឃឹមទេថាថ្ងៃណាមួយលោកនឹងបានជួបជុំជាមួយនឹងគ្រួសារនិងសាច់ញាតិរបស់លោកនៅលើទឹកដីកំណើតនេះ Aurais-tu un peu d'espoir peut-être un jour tu retrouves un peu la famille tes parents sur le sol cambodgien Bête. On a sur cette photo tous les enfants qui ont été adoptés. Et puis, on a aussi les gens qui ont travaillé avec Anna puis Héloïse à l'orphelinat. Donc, avec cette opportunité-là aujourd'hui, ben, il y a peut-être des gens qui vont pouvoir se reconnaître et puis dire « Ah, je connais telle personne. » Et puis peut-être qu'il y a quelqu'un qui aussi pourrait dire j'ai donné naissance à un enfant nommé Mana Patsan un 6 janvier 1975. Qui sait? Voilà. គាត់ទុកចិត្តដែរពួកអីពេលគាត់អាយុ3ខែចំណោមក្មេងនឹងអស់ហ្នឹង3ខែមែនគាត់អត់មាននឹកឃើញអីដែរប៉ុន្តែគាត់ទុកចិត្តថាមកនេះយើងអាចជួបអ្នកជួយមើលហ្នឹងឥឡូវហ្នឹងគឺអ្នកជួយមើលអាយុ25 10ឆ្នាំឬ30ឆ្នាំហ្នឹងឥឡូវចាស់អស់ហើយយ៉ាងតិចណាស់ក៏60 70ទៅ80ឆ្នាំដែរអ្នកធ្វើបាយអ្នកមើលកូនអីមានគ្នាច្រើនណាហើយដោយសាររូបហ្នឹងហើយបើយើងផ្សព្វផ្សាយយើងអាចដឹងថាពិវត្តគាត់មកពីណាអ្នកណាតែងធ្លាប់ទៅធ្វើជួយកុមារសងគ្រោះហ្នឹងពួកអីកុមារសងគ្រោះហ្នឹងនៅក្រោយដំណាក់សម្ដេចចំការមនគេហៅចំការគុំដំណាក់គុំអាស័យដំណាក់គុំអាស័យហ្នឹងគឺថាផ្ទះពីដើមជាផ្ទះលួងមកសំណាក់នៅហ្នឹងទៅលេងហ្នឹងហើយដល់ក្រោយទៅពេលច្បាស់ពេលអីហ្នឹងក៏មានឱកាសទៅនៅក្រងហ្នឹងដល់អញ្ចឹងទៅគឹមតែកើតថ្ងៃ6មករា1965ហ្នឹងសង្ឃឹមថានិយាយតាមទូរទស្សន៍បាយ័នហ្នឹងមានឪពុកម្ដាយឬអ្នកណាថាជំនាន់ហ្នឹងខ្ញុំមានកូនមួយកើតថ្ងៃ6មករាមែននៅពេទ្យបញ្ញាងាមអាចមករកឃើញរួចបោះបង់ចោលយកទៅនៅក្នុងកន្លែងចិញ្ចឹមកូនហ្នឹងដល់អញ្ចឹងគាត់ថាទុកhope espoir ថាខ្មែរយើងភ្លេចវាអីនឹងរកឪពុកម្ដាយឃើញយើងមើលមិនដឹង